គេផ្ទុះរឿងលពៅចុះថោកបងប្អូនមានដឹងអត់ថាលពៅពេលដែលយើងញ៉ាំហើយមានអត្ថប្រយោជន៍ជាច្រើនប្រជាកសិករអាចដាំបានខួបប្រាំងខួបឧស្សាហ៍ហ្នឹងយើងមកធ្វើទឹកលពៅចែកជូនភ្ញៀវទាំងអស់គ្នាលពៅទុំយើងអាចទុកបានយូរខែហើយខ្ញុំទៅពុះពុយម្ដងទិញម្ដង30-40គីឡូយកមកទុកហើយនៅនឹងកន្លែងបោះដុំខ្ញុំទិញបានតម្លៃទាបមែនតើខ្ញុំទិញតាំងពីអាទិត្យមុននោះ1គីឡូ600 800 1000ទៅតាមប្រភេទលពៅការចែកជូនលពៅតាមផ្សារទំនើបឬមួយក៏បងប្អូនទិញទុកញ៉ាំណាអត់ដឹងតែធ្វើអីឆ្ងាញ់បងប្អូនអាចសាកធ្វើទឹកលពៅបានយើងទុកបានយ៉ាងយូរគួរសមខែក្តៅចេះផងបានញ៉ាំទឹកលពៅត្រជាក់ល្អសម្រាប់សុខភាពហើយឆ្ងាញ់ទៀតហើយមកចិត្តសបកវាអស់ហេយើងចិត្តតែកន្លែងណានេះកត្រឹខ្លាំងតិចទៅបានហើយបើមុខនេះស្រួលធ្វើខ្លាំងអត់ហត់ច្រើនទេហើយធ្វើម្ដងបានឡើងមិនចេះតិចយើងហាន់វាជាប្រទេសស្ដើងប៉ុណ្ណឹងមករួចហើយទៅដាក់ក្នុងឡាំងសឹងយកទៅចំហុយឲ្យឆ្អិនចំហុយហើយនឹងស្ងោរយើងចំហុយបានក្លិនឈ្ងុយជាងស្ងោរយើងហាន់ស្ដើងអញ្ចឹងដាក់តាប្រហែល10-20នាទីអីហ្នឹងវាចាប់ផ្ដើមឆ្អិនល្មមហើយនេះតែប៉ុណ្ណេះហើយយើងដាក់សណ្ដលវាត្រជាក់សិនទៅកុំឲ្យកិននឹងក្តៅឲ្យលោឆេះមិនសិនបើតែករ៉ូបឡាំងសឹងមកក្លិននឹងឈ្ងុយមែនតែនហ្មងចន្លោះពេលរងចាំមកញ៉ាំទឹកដោះគោស្រស់សូnatural មួយសិនពេលព្រឹកអារម្មណ៍ស្រស់ស្រាយញ៉ាំទឹកដោះគោស្រស់មួយកែទៅធ្វើឲ្យយើងមានកម្លាំងធ្វើការតែម្ដងជំនួយដល់ខួរក្បាលបង្កើនការចងចាំពៅឆ្អឹងស្ត្រីមានផ្ទៃពោះញ៉ាំជួយទាំងម៉ាក់ជួយទាំងកូនឲ្យលូតលាស់បានល្អញ៉ាំបានចាប់ពីក្មេង2ឆ្នាំរហូតដល់មនុស្សចាស់ពណ៌កាឈុកនេះវិញសម្រាប់បងប្អូនដែលតមអាហារញ៉ាំតើឡើងគីឡូទេទឹកដោះគោ natural ឆ្ងាញ់ហើយល្អសម្រាប់សុខភាពទៀតមើលលពៅរបស់យើងវិញចង់ទៅជាឯងអញ្ចឹងយកវាទៅកិនសម្រាប់បរិមាណវិញបងប្អូនលពៅ4ទៅ6គីឡូយើងប្រើទឹកជាចំនួនបើចង់ខាប់ខ្លាំងយើងដាក់5-6គីឡូទៅបើចង់មកល្មមប៉ុណ្នេះបងប្អូនដាក់4គីឡូបានហើយខ្ទិះដូងឲ្យគេពូតសាច់យកទឹក1គីឡូបងប្អូនហើយយើងលាយជាមួយនឹងទឹកដោះគោ natural 2លីត្របើយើងលាយជាមួយខ្ទិះដូងទាំងអស់តែម្ដងវាឆាប់តលាន់តែដាក់ជាមួយទឹកដោះគោស្រស់អញ្ចឹងខ្ទិះឆ្ងាញ់ល្អហ្មងអំបិល2ចិបយើងប្រើស្ករសចំនួន3ខាំសាច់លពៅវាធម្មជាតិយើងផ្អែមខ្លះហើយយើងប្រើទឹកដោះគោស្រស់ផងជាមួយនឹងខ្ទិះដូងផងម្ល៉េះហើយមុនបងប្អូនថែមស្ករអាចភ្លក់មើលតាមនឹងបានគោវាឡើងពុះល្អហើយយើងចាក់ខ្ទិះដូងដើមចូលមកសម្រាប់ខ្ទិះដូងអត់បានវល់ថាប្រហែលទឹកម៉ានទេគាត់តែដឹងថាសាច់ដូង1គីឡូឲ្យគេពូតយកទឹកបងប្អូនធ្វើលក់ចំណេញព្រោះតែយើងអត់ពិបាកហត់ធ្វើអីច្រើនគ្រាន់តែចំហុយលពៅឲ្យឆ្អិនហើយកិនវារួចយកមកស្ងោរឲ្យពុះតែប៉ុណ្ណឹងសម្រាប់ស្ត្រីមានផ្ទៃពោះញ៉ាំលពៅហើយមានទឹកដោះគោស្រស់លាយក្នុងនោះទៀតជំនួយឲ្យមានទឹកដោះកាន់តែច្រើនឆ្ងាញ់ហើយញ៉ាំទៅមានកម្លាំងទៀតបងប្អូនអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយ